แต่มนุษย์ฉลาดไว้មានទម្លាប់យ៉ាងណាទៅធម្មតាទេមានមនុស្សជាច្រើនតែងតែឆ្ងល់ថាទោះបីខ្លួនព្យាយាមយ៉ាងណាក៏មិនស្មើនឹងគេអ្នកឆ្លាតហើយតែងតែលួចសួរខ្លួនឯងជានិច្ចថាអ្នកទាំងនោះមានគន្លឹះបែបណាទៅឬក៏មានទម្លាប់បែបណាតែតាមពិតទៅទម្លាប់របស់ពួកគេក៏មិនមានអីពិបាកធ្វើតាមអីណាៗដែរអ្វីដែលយើងត្រូវធ្វើនោះគឺការតាំងចិត្តនិងភាពអំណត់ហើយទម្លាប់ទាំងអស់នោះរួមមានដូចជាទី1គោរពខ្លួនឯងតាំងពីកើតមកអ្នកត្រូវបានអ្នកជំនាញខ្លួនបង្រៀនឲ្យអ្នកចេះគោរពអ្នកដទៃតែមិនមានមនុស្សច្រើនទេដែលបង្រៀនអ្នកឲ្យចេះគោរពខ្លួនឯងដូចជាការសម្រេចចិត្តវិន័យនិងការសន្យាជាដើមតែខ្លះអ្នកសន្យានឹងខ្លួនឯងថានឹងធ្វើរឿងនោះឲ្យហើយនៅពេលនេះឬពេលនោះតែចុងក្រោយអ្នកបែរជាធ្វើដូចគ្មានរឿងអ្វីកើតឡើងទី2បង្កើតបរិយាកាសល្អៗចំពោះមនុស្សប្រភេទនេះមិនចូលចិត្តបរិយាកាសអាប់អួរឬតានតឹងនោះទេព្រោះវានឹងធ្វើឲ្យពួកគេឆាប់ធន់ជាខ្លាំងហើយគិតអីមិនចាញ់ថែមទៀតផងដូចនេះអ្នកតែងតែឃើញពួកគេនៅកម្មវិធីសប្បាយៗជានិច្ចទី3វឹកហាត់ខ្លួនឯងជារៀងរាល់ថ្ងៃការវឹកហាត់នេះមានច្រើនបែបបទដូចជាការអានសៀវភៅការធ្វើលំហាត់ការផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗឬរៀនពីអ្វីដែលប្លែកជាដើមពួកគេធ្វើបែបនេះដើម្បីកុំឲ្យខួរក្បាលរបស់ពួកគេសម្រាកយូរពេកព្រោះពួកគេនឹងមិនបានប្រើខួរក្បាលរបស់ពួកគេហើយមិនសូវបានគិតតើអ្នកនឹងក្លាយទៅជាមនុស្សឆ្លាតដោយរបៀបណាសូមចុច like, share និង subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត